រុនសួស្ដីបងប្អូនអ្នកឆ្លាញ់ម៉ូតូទាំងអស់គ្នាថ្ងៃនេះអនុញ្ញាតឲ្យខ្លួនឯងយក spray បាញ់ច្រេះយកមកលាងសម្អាតច្រវាក់ជាមួយលទ្ធផលបងប្អូនចាំមើលមិនដែរបាញ់លើច្រាស់នេះតាមទៅហើយបន្ទាប់មកដកលុយហ្នឹងមិនដែរតទៅពីបាញ់ហើយបាញ់ទឹកហើយដូចជាមើលទៅអស់ច្រេះអស់ស្នំអីណាឃើញថាប្រសិទ្ធភាពខ្លាំង1 គុណនឹង 5ជាមួយនឹងយើងប្រើវិធីសាស្ត្រដែលខ្ញុំប្រើកន្លងមកហ្នឹងដាក់សម្បូរមួយពុជឆ្មាមួយអីហ្នឹងតែគាត់ថាវិធីសាស្ត្រធម្មជាតិវាអត់សូវមានផលប៉ះពាល់អានេះយើងប្រើអានេះអាចនឹងមានផលប៉ះពាល់ខ្លាំងជាងហ្នឹងហ្នឹងប៉ុន្តែខ្ញុំអត់ទាន់ដឹងជាមួយសាកល្បងសិនប៉ុន្តែអ្វីដែលសង្កេតឃើញគឺលាងជ្រះល្អគឺមិនឡើយនេះខ្ញុំក៏មុនលាងអានោះអត់ជ្រះណាដោយសារតែយើងដុសមិនក៏វានៅតែមានជាប់ក្អែលជាប់ខ្មៅដែរដល់ពេលលាងនេះលាងជាមួយនឹងបាញ់spray ច្រវាក់ហ្នឹងហើយយើងដុសជាមួយសាប៊ូទៀតគឺបាត់ឈឹងទៅម្ដងបាត់ក្នុងស្អាតចេះហើយបើថាច្រវាក់វានឹងភ្លឺគឺបងប្អូនឃើញក្នុងវីដេអូអញ្ចឹងគឺបាញ់ឲ្យជ្រុះអស់លេងមកអាក្អែលហើយគាត់ថាវាអាចអល់មានផលប៉ះពាល់ទៅលើច្រវាក់ដូចជាយាដូចជាសឹកដូចជាអីអាហ្នឹងយើងជាមួយនឹងប្រើប្រាស់បន្តទៀតសិនថ្ងៃនេះមានប៉ុណ្ណឹងអរគុណបងប្អូនអ្នកឆ្លាញ់ម៉ូតូទាំងអស់គ្នាសុខសប្បាយ